ជំរាបសួរនិងសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះ admin បានលើកយករឿងមកសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នាទស្សនាកម្សាន្តមុននឹងចូលទៅដល់សាច់រឿងសូមប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ចុចសញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងបើ admin សម្រាប់ទៅមានពាក្យពេចន៍ខុសឆ្គងសូមខន្តីអភ័យទោសឲ្យ admin ផងណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាសាច់រឿងក៏បានត្រឡប់ទៅកាលពី5ខែមុនមានសិស្សស្រីម្នាក់ឈ្មោះហេយ៉ុងបានចូលមករកមីនជីដើម្បីខ្ចីទូរស័ព្ទនាងចំណែកមីនជីនាងតែងតែចាត់ទុកហេយ៉ុងគឺជាមិត្តស្រីស្និទ្ធស្នាលរបស់នាងម្នាក់លុះពេលមីនជីឲ្យទូរស័ព្ទទៅកាន់ហេយ៉ុងខ្ចីហេយ៉ុងក៏និយាយបញ្ឈឺទៅកាន់មីនជីថាមិនក៏ឯងប្រើទូរស័ព្ទសេរីកាចាស់ម៉េសេរីនេះហួសសម័យគេឈប់ប្រើហើយហេយ៉ុងនាងនិយាយទាំងសាច់ចំអកឌឺហ្មងណាលើបែបហ្នឹងធ្វើឲ្យមីនជីនាងអន់ចិត្តឲ្យខ្មាស់គេមែនតែនព្រោះពេលនាងមើលទៅជុំវិញខ្លួនសិស្សរួមថ្នាក់គេប្រើសិតតែទូរស័ព្ទទៅចេញថ្មីពេលមីនជីនាងត្រឡប់មកដល់ផ្ទះនាងក៏ជួយរៀបចំអាហារឲ្យប៉ារបស់នាងថែមទាំងនិយាយយកចិត្តប៉ារបស់នាងយ៉ាងច្រើនទៀតផងលោកហ៊ីមឃើញសកម្មភាពកូនស្រីរបស់គាត់បែបហ្នឹងគាត់ក៏យល់ឲ្យសួរនាងថាកូនយកចិត្តប៉ាបែបនេះតើកូនចង់បានអីមែនទេមីនជីក៏ឆ្លើយប្រាប់លោកហ៊ីមវិញថាគឺកូនចង់បានទូរស័ព្ទថ្មីដោយសារតែទូរស័ព្ទរបស់កូនចាស់ហើយមិត្តរួមថ្នាក់របស់កូនគេប្រើសិតតែទូរស័ព្ទសេរីទំនើបលោកហ៊ីមលើបែបហ្នឹងក៏ដកទូរស័ព្ទគាត់ចេញមកហើយនិយាយប្រាប់កូនថាសូម្បីតែប៉ាក៏នៅប្រើទូរស័ព្ទសេរីចាស់ដែរវាមិនសំខាន់ទូរស័ព្ទសេរីចាស់ឬក៏ថ្មីនោះទេសំខាន់ឲ្យតែយើងអាចតាក់ទងគ្នាបានទៅគ្រប់គ្រាន់ហើយមីនជីលើបែបហ្នឹងនាងក៏ដើរចូលទៅក្នុងបន្ទប់វិញដោយខឹងប៉ារបស់នាងហ្មងណាលុះល្ងាចឡើងពេលដែលមីនជីត្រឡប់មកពីសាលាចូលទៅដល់ក្នុងបន្ទប់នាងស្រាប់តែឃើញទូរស័ព្ទដែលប៉ានាងទិញឲ្យនៅលើតុធ្វើឲ្យនាងសប្បាយចិត្តខ្លាំងមែនទែនរួចនាងក៏ប្រញាប់ទៅនិយាយជាមួយប៉ានាងថាលោកប៉ាកូនអរគុណច្រើនកូនពិតជាស្រឡាញ់លោកប៉ាមែនទែនលោកឃីមក៏តបទៅវិញថាប៉ាក៏ស្រឡាញ់កូនដូចគ្នាដែរមិនត្រឹមតែប៉ុណ្្នឹងទេលោកឃីមថែមទាំងទិញបន្តោងសោយជារូបបេះដូងពណ៌ផ្កាឈូកឲ្យកូនស្រីរបស់គាត់ទៀតផងងាកមកមើលពេលបច្ចុប្បន្ននេះវិញលោកឃីមកំពុងតែទទួលទូរស័ព្ទដែលកូនស្រីរបស់គាត់ទេមកប៉ុន្តែពេលគាត់លើកទូរស័ព្ទហើយគាត់បែរជាមិនបានឮសំឡេងកូនស្រីរបស់គាត់ឆ្លើយតបនោះទេងាកមកមើលនៅខាងទីស្នាក់ការនេះវិញពួកគេកំពុងតែព្យាយាមស្រាវជ្រាវរកព័ត៌មានចេញពីទូរស័ព្ទរបស់លោកឃីមមកប៉ុន្តែដោយសារតែលោកឃីមប្រើទូរស័ព្ទសេរីចាស់ពេកធ្វើឲ្យពួកគេពិបាកស្វែងរកលោកឃីមតាមរយៈទូរស័ព្ទរបស់គាត់ខ្លាំងមែនទែនបន្ទាប់មកពួកគេក៏បានទទួលព័ត៌មានពីខាងប៉ុស្តិ៍ប៉ូលីសមកថាមានការត្រួតពិនិត្យប្រវត្តិរបស់លេខ66ដល់តែអញ្ចឹងពួកគេក៏បានប្រមូលកម្លាំងគ្នាដើម្បីទៅត្រួតពិនិត្យនៅឯប៉ុស្តិ៍ប៉ូលីសតែម្ដងងាកមកមើលលោកឃីមម្នាក់វិញព្រោះតែគាត់មានប្រវត្តិធ្លាប់ធ្វើជាគៀងសម្ងាត់គាត់ក៏បានដឹងថាទូរស័ព្ទរបស់គាត់កំពុងតែត្រូវពួកគេព្យាយាមតាមដានគាត់ដែរប៉ុន្តែដោយសារតែបារម្ភពីកូនស្រីរបស់គាត់ពេកលោកឃីមក៏បង្ខំចិត្តរក្សាទូរស័ព្ទមួយនឹងទុកមិនបោះចោលឡើយព្រោះគាត់ខ្លាចកូនស្រីរបស់គាត់ទេមករកគាត់បន្ទាប់មកលោកឃីមក៏បានព្យាយាមទេទៅរកកូនស្រីរបស់គាត់ម្ដងទៀតប៉ុន្តែពេលដែលគាត់តាក់ទងទៅស្រាប់តែលេខកូនស្រីរបស់គាត់មិនអាចតាក់ទងបានទៀតឡើយងាកមកមើលសាំងអានេះវិញខណៈពេលកំពុងធ្វើការនាងក៏ទទួលទូរស័ព្ទដ៏សម្ងាត់មួយរួចនាងក៏ប្រញាប់យកអីវ៉ាន់ចេញពីធ្វើការតែម្ដងលោកប្រធានរងឃើញបែបហ្នឹងក៏សួរថាតើមានរឿងអីមែនទេប៉ុន្តែសងអានាងមិនខ្វល់ឡើយរួចក៏ដើរចេញទៅបានចំណែកម្ចាស់ហាងបោកខោអាវនេះវិញគាត់ក៏ទទួលបានទូរស័ព្ទសម្ងាត់រួចក៏ប្រញាប់បិទហាងភ្លាមហើយអ្នកទាំងអស់គ្នាដឹងទេបរិយដែលជាម្ចាស់ហាងបោកខោអាវម្នាក់ហ្នឹងជាមួយនឹងសងអាពួកគេទាំងពីរនាក់គឺជាប៉ូលីសហ្នឹងណាងាកមកមើលលោកប្រធានជួនេះវិញនៅពេលដែលបានដឹងថាកូនស្រីរបស់គាត់ឃុំខ្លួននៅទៅក្នុងបន្ទប់គាត់ក៏គិតថាកូនស្រីរបស់គាត់ហាក់បីដូចជាកំពុងមានរឿងអីលាក់បាំងហ្មងដល់តែអញ្ចឹងគាត់ក៏បានឲ្យលោកហូតដែលជាកូនចៅចំណិតរបស់គាត់ទៅស៊ើបមើលព្រោះតែចង់ដឹងថាមានរឿងអីកើតឡើងនឹងពាក់ព័ន្ធជាមួយកូនស្រីគាត់ចំណែកលោកហូតគ្រាន់តែឮហើយក៏ប្រញាប់ទៅស្វែងរកព័ត៌មានទាំងអស់នឹងភ្លាមបន្ទាប់មកគាត់ក៏បានដឹងថាយាយរៀមកូនស្រីរបស់លោកប្រធានជូមានជាប់ពាក់ព័ន្ធជាមួយក្រុមអ្នកលេងជាច្រើននាក់ចំណែកលោកកាំងសុងនេះវិញគេបានចូលទៅក្នុងផ្ទះរបស់លោកឃីមប៉ុន្តែមិនឃើញមាននរណានៅក្នុងនោះទេតែខណៈពេលហ្នឹងស្រាប់តែបានឃើញលោកផាក់ជីនសុនបង្ហាញខ្លួននៅក្នុងផ្ទះរបស់លោកឃីមហ្មងណាមិនត្រឹមតែប៉ុណ្្នឹងទេពួកគេទាំងពីរនាក់ថែមទាំងប្រយុទ្ធគ្នាយ៉ាងខ្លាំងទៀតទីបំផុតលោកខាងសុងក៏អាចរត់គេចខ្លួនចេញទៅបានចំណែកលោកផាក់ជីនសុនវិញគាត់របួសជើងមិនអាចរត់ដេញតាមគេបាននោះទេមិនត្រឹមតែប៉ុណ្ណោះបរិយដែលជាម្ចាស់ហាងបោកខោអាវក៏បានលួចចូលមកក្នុងផ្ទះរបស់លោកឃីមតាំងពីយូរដូចគ្នាដែរប៉ុន្តែគាត់ទៅពួននៅខាងក្រោយបន្តមកម្ចាស់ហាងបោកខោអាវម្នាក់ហ្នឹងគាត់ក៏បានទេទូរស័ព្ទទៅរាយការណ៍ប្រាប់លោកនាយកកាំងនៅឯស្ថានីយ៍ថាពេលនេះលោកឃីមកំពុងតែត្រូវកេងសម្ងាត់ខាងប្រទេសកូរ៉េខាងជើងតាមប្រមាញ់ចាប់ខ្លួនគេមិនត្រឹមតែប៉ុណ្ណោះផាក់ជីងសុនក៏បានបង្ហាញខ្លួនក្នុងហេតុការណ៍នឹងដែរបន្តមកកូនចៅរបស់លោកនាយកកាំងនៅឯស្ថានីយ៍ក៏បានរាយការណ៍ប្រាប់ថាពេលនេះពួកយើងអាចតាក់ទងសញ្ញាចេញពីទូរស័ព្ទរបស់លោកឃីមបានហើយពីដំបូងពួកយើងស្មានតែលោកឃីមនៅប៉ុស្តិ៍ប៉ូលីសតើប៉ុន្តែពេលនេះពួកយើងបានដឹងហើយគឺលោកឃីមកំពុងតែនៅកន្លែងក្លឹបហាត់តៃក្វាន់ដូបាននិយាយពីប្រវត្តិរបស់លោកសងកាន់ស៊ូវិញគាត់គឺជាម្ចាស់ជើងឯក3ចំនួនជាប់គ្នាក្រោយពីគាត់បានចាក់ចេញពីវិស័យមួយហ្នឹងគាត់ក៏ត្រូវបានរដ្ឋាភិបាលក៏ហៅទៀតផងមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងធ្លាប់បានស្គាល់លោកឃីមនិងលោកផាក់ជីងសុននៅប្រទេសកូរ៉េខាងជើងជាមួយគ្នាទៀតបន្ទាប់មកលោកឃីម
មក៏មករកលោកសងកាន់ស៊ូទាំងទឹកមុខក្រៀមក្រំហ្មងណាលោកសងកាន់ស៊ូឃើញទឹកមុខលោកឃីមបែបនេះក៏ឆ្ងល់មែនទែនរួចលោកឃីមក៏បាននិយាយប្រាប់លោកសងកាន់ស៊ូថាពេលនេះកូនស្រីរបស់ខ្ញុំត្រូវបានគេចាប់ខ្លួនហើយខ្ញុំក៏មិនទាន់ដឹងថាតើគេនៅមានជីវិតឬក៏អត់នោះទេមិនត្រឹមតែប៉ុណ្ណោះខ្ញុំក៏បានដឹងថាមានអ្នកកំពុងតែតាមដានខ្ញុំតាមរយៈទូរស័ព្ទរបស់ខ្ញុំដែរប៉ុន្តែខ្ញុំមិនអាចបោះទូរស័ព្ទនឹងចោលបានឡើយព្រោះខ្ញុំខ្លាចកូនស្រីរបស់ខ្ញុំនាងតាក់ទងមកនឹងណាខ្ញុំមិនគួរណាយករឿងទាំងអស់មកឲ្យពាក់ព័ន្ធជាមួយឯងនោះទេប៉ុន្តែសងកាន់ស៊ូក៏តបទៅវិញថាមិនបានជាឯងនិយាយអញ្ចឹងពួកយើងគឺជាមិត្តភក្តិនឹងគ្នាមានរឿងអីត្រូវទៅជួយគ្នាអញ្ចឹងហើយបើសិនជាមានថ្ងៃមួយកូនស្រីរបស់ខ្ញុំស្ថិតនៅក្នុងសភាពគ្រោះថ្នាក់បែបនេះឯងក៏បដូរជីវិតដើម្បីជួយខ្ញុំដូចគ្នាដែរអញ្ចឹងខ្ញុំនឹងចេញទៅរកកូនស្រីរបស់ឯងជាមួយឯងដែរណាតែខណៈពេលហ្នឹងស្រាប់តែក្រុមរបស់លោកនាយកខាងចូលមកហើយចាប់សិស្សរបស់លោកសងកាន់ស៊ូធ្វើជាចំណាត់ខ្មាំងទៀតផងដល់តែអញ្ចឹងលោកឃីមជាមួយនឹងលោកសងកាន់ស៊ូក៏ប្រយុទ្ធគ្នាជាមួយក្រុមលោកនាយកខាងរួចកញ្ចាក់ចេញទៅដោយសុវត្ថិភាពពេលដែលពួកគេទាំងពីរនាក់ចូលមកដល់ក្នុងឡានលោកសងកាន់ស៊ូក៏ប្រញាប់ស្វែងរកសញ្ញាដែលចេញពីទូរស័ព្ទរបស់មីនជីភ្លាមចំណែកលោកផាក់ជីនសុននេះវិញគាត់បានខ្ចីទូរស័ព្ទមិត្តភក្តិរបស់គាត់តាក់ទងមករកលោកឃីមគាត់ថែមទាំងប្រាប់លោកឃីមថាឯងត្រូវតែប្រយ័ត្នខ្លួនណាព្រោះពេលនេះគីងសម្ងាត់កូរ៉េខាងជើងគេកំពុងតែតាមប្រមាញ់ឯងណាខ្ញុំគិតថាកូនស្រីរបស់ឯងក៏ស្ថិតក្នុងសភាពគ្រោះថ្នាក់ដែរតើសាលាកូនស្រីរបស់ឯងឈ្មោះអីចាំខ្ញុំទៅជួយការពារនាងលោកឃីមលើបែបហ្នឹងក៏ប្រាប់ថាពេលនេះមីជីនកំពុងតែត្រូវបានគេចាប់ខ្លួនហើយបើសិនជាឯងចង់ជួយចាំខ្ញុំផ្ញើទីតាំងទៅឲ្យណាលោកផាក់ជីនសុនពេលដែលយកទូរស័ព្ទទៅសងគេវិញគាត់ក៏សុំខ្ចីលុយគេដើម្បីធ្វើជាសហយជិះឡានទៀតផងងាកមកមើលលោកហូតដែលជាមនុស្សចំណិតរបស់លោកប្រធានជួឯនេះវិញគេបានទៅរកអ្នកលេងជាច្រើននាក់ដើម្បីសួរនាំព័ត៌មានពាក់ព័ន្ធពីលោកឃីមមកបន្ទាប់ពីបានដឹងរឿងទាំងអស់ហើយលោកហូតក៏បានទេទូរស័ព្ទទៅរាយការណ៍ប្រាប់លោកប្រធានជួលោកប្រធានជួពេលឮដំណឹងបែបហ្នឹងគាត់ក៏បញ្ជាឲ្យលោកហូតចាត់ការក្រុមអ្នកលេងនឹងចោលឲ្យអស់ទៅចំណែកលោកកាំងសុងវិញគេបានទៅសាលារៀនរបស់មីនជីថែមទាំងឃើញសិស្សមួយក្រុមកំពុងតែធ្វើបាបសិស្សម្នាក់ទៀតផងលោកកាំងសុងក៏សួរពួកគេអំពីមីនជីចំណែកសិស្សម្នាក់ដែលត្រូវគេធ្វើបាបក៏ប្រាប់ថាខ្ញុំស្គាល់នាងតើនាងគឺជាមិត្តភក្តិរួមថ្នាក់របស់ខ្ញុំប៉ុន្តែពេលនេះនាងបានព្យួរឈ្មោះមួយរយៈដោយសារតែនាងមានបញ្ហានៅក្នុងសាលាតែនាងមានមិត្តភក្តិស្និទ្ធស្នាលម្នាក់ឈ្មោះហេយ៉ុងលោកបញ្ញាប់ទៅសួរព័ត៌មានពីនាងទៅលើបែបហ្នឹងលោកកាំងសុងក៏បញ្ញាប់ទៅតាមរកហេយ៉ុងភ្លាមរីឯសុងអានាងក៏បានមកសាលារៀនដើម្បីសួរពីព័ត៌មានរបស់លោកឃីមដូចគ្នានាងក៏បានទៅសួរព័ត៌មានពីលោកគ្រូប្រចាំថ្នាក់របស់មីនជីទៀតផងលុះពេលមីនជីនាងសួរនាំពីរឿងវាយគ្នានៅក្នុងសាលាលោកគ្រូប្រចាំថ្នាក់ក៏ធ្វើជាមិនដឹងហើយនិយាយថាអញ្ជើញអ្នកនាងទៅសួររកព័ត៌មានពីអ្នកផ្សេងទៀតទៅខ្ញុំមិនដឹងអីនោះទេលោកកាំងសុងក៏បានមកជួបជាមួយនឹងហេយ៉ុងរួចសួរនាំនាងពីរឿងទូរស័ព្ទរបស់មីនជីដល់តែអញ្ចឹងធ្វើឲ្យហេយ៉ុងនាងភ័យមែនទែនរួចនាងក៏ព្រមធ្វើតាមលោកកាំងសុងងាកមកមើលសង្អាជាមួយនឹងម្ចាស់ហាងបោកខោអាវឯនេះវិញពេលចូលមកដល់ក្នុងឡានសង្អានាងនិយាយថាបើតាមការបានស្មានរបស់ខ្ញុំលោកឃីមគាត់ខ្លាយទៅជាបែបនេះគឺដោយសារតែកូនស្រីរបស់គាត់បើសិនជាយើងរកទីតាំងកូនស្រីរបស់គាត់ឃើញយើងប្រកាសជាឃើញលោកឃីមនៅទីនោះដែរលោកជួឯនេះវិញកំពុងតែនិយាយការងារជាមួយអ្នកនយោបាយម្នាក់លោកងកដែលជាអ្នកនយោបាយក៏និយាយប្រាប់លោកប្រធានជួថាគម្រោងការដែលលោកកំពុងតែចាប់ផ្ដើមនេះវាមានទ្រង់ទ្រាយធំមែនទែនខ្ញុំក៏ត្រូវទៅនិយាយអង្វរជាមួយនឹងអ្នកនយោបាយជាច្រើនដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យជួយអនុម័តលើគម្រោងការមួយនេះដែរលោកប្រធានជួក៏តបទៅវិញថាខ្ញុំយល់ហើយហេតុផលទាំងអស់គឺត្រូវការលុយដើម្បីកែប្រែបញ្ហាទាំងអស់ក៏ត្រូវការលុយដូចគ្នាដែរបើសិនជាមានកន្លែងណាយើងមិនអាចកែប្រែបាននោះវាមានន័យថាលុយរបស់យើងវាមិនគ្រប់គ្រាន់ឡើយតែបើសិនជាអ្នកនយោបាយម្នាក់ណាមិនអាចជួយធ្វើឲ្យយើងរីកចម្រើនបានលោកឆាប់ប្រាប់ខ្ញុំមកចាំខ្ញុំជាអ្នកចាត់ការដោយខ្លួនឯងងាកមកមើលលោកសងកាន់ស៊ូជាមួយលោកឃីមម្នេះវិញពួកគេបាននាំគ្នាមកដល់ទីតាំងតាមរយៈទូរស័ព្ទរបស់មីនជីតែពេលពួកគាត់ចូលមកដល់ស្រាប់តែឃើញនៅកន្លែងហ្នឹងសិតតែពួកអ្នកលេងឡើងពេញហ្នឹងហ្មងលោកឃីមព្រោះតែចង់ជួបកូនស្រីខ្លាំងពេកគាត់ក៏ចូលទៅចាត់ការជាមួយមេខ្លោងពួកគេតែម្ដងបន្ទាប់មកលោកឃីមក៏ចាប់មេខ្លោងម្នាក់នោះឲ្យជួនគាត់ទៅជួបមេធំរបស់ពួកគេចំណែកលោកសងកាន់ស៊ូវិញគាត់ក៏កំពុងតែចាត់ការជាមួយពួកក្មេងក្រុមតំណែងទាំងអស់ហ្នឹងរួចយើងក៏បានឃើញថានៅខាងក្នុងមានបរិស័កក្រហមម្នាក់គឺជាមេរបស់ពួកគេហើយគេដឹងថាមានមនុស្សសម្រុកចូលមកគេក៏បញ្ជាឲ្យកូនចៅរបស់គេចេញទៅចាត់ការភ្លាមតែទោះជាយ៉ាងណាក៏មិនអាចយកឈ្នះលោកឃីមបានដែររួចលោកឃីមក៏ដើរចូលមកក្នុងបន្ទប់បរិស័កក្រហមនឹងតែម្ដងពីដំបូងពួកគេស្មានតែលោកឃីមគឺជាប៉ូលីសតើប៉ុន្តែទោះជាយ៉ាងណាពួកគេក៏នៅតែមិនខ្លាចដោយសារតែគេគិតថាពួកគេគ្នាច្រើនលោកឃីមមិនអាចយកឈ្នះបានឡើយបន្ទាប់មកលោកឃីមក៏ចាត់ការទៅលើពួកគេម្នាក់ម្ដងហ្មងណាចុងក្រោយនៅសល់តែបរិស័កក្រហមនឹងម្នាក់ប៉ុណ្ណោះរួចលោកឃីមក៏សួរទៅកាន់បរិស័កក្រហមនឹងថាតើឯងយកទូរស័ព្ទមួយគ្រឿងនេះជារបស់កូនស្រីយើងមកពីណាតែបរិស័កក្រហមម្នាក់ហ្នឹងបែរជាឆ្លើយទៅកាន់លោកឃីមទាំងឆ្លើយថាអូទូរស័ព្ទមួយនេះមែនទេខ្ញុំនឹកឃើញហើយលោកចង់និយាយពីមនុស្សស្រីនៅក្នុងទូរស័ព្ទនេះដែលខ្ញុំបានភ្លក់រសជាតិនាងកាលពីយប់មិញហ្នឹងមែនទេកាលពីយប់មិញនាងពិតជាអែមែនតើគេនិយាយទាំងឌឺហ្មងណាលោកឃីមគ្រាន់តែបានឮពាក្យសម្ដីទាំងអស់ហ្នឹងធ្វើឲ្យគាត់ខឹងចាត់ការទៅកាន់អាបរិស័កក្រហមម្នាក់ហ្នឹងយ៉ាងខ្លាំងហ្មងណាលោកសងកាន់ស៊ូ
ឃើញស្ថានភាពរបស់លោកឃីមមិនសូវល្អគាត់ក៏បានចូលទៅហាមលោកឃីមថាបានហើយឯងឈប់វាយវាទៀតទៅបើសិនជាឯងវាយវាដល់ស្លាប់យើងធ្វើមិនដឹងថាមីជីននៅឯណារួចលោកសងកាន់ស៊ូក៏សួរទៅកាន់បរិសសក់ក្រហមម្នាក់នឹងថាបើឯងមិនចង់ស្លាប់នោះទេមុននឹងឆ្លើយឯងត្រូវតែគិតឲ្យច្បាស់សិនណាឯងឆាប់ប្រាប់ខ្ញុំមកតើមីនជីនាងនៅឯណាបរិសសក់ក្រហមម្នាក់នឹងក៏តបវិញថាខ្ញុំមិនដឹងឡើយទូរស័ព្ទមួយគ្រឿងនេះខ្ញុំបានយកវាមកពីអ្នកសុំទាននោះទេបន្ទាប់មកខ្ញុំក៏យកទូរស័ព្ទនឹងមកចុចលេងព្រោះស្មានតែមានអីល្អមើលប៉ុន្តែខ្ញុំក៏ច្រឡំដៃចុចតែលេខ1ដែលក្នុងនឹងគេសេវឈ្មោះថាប៉ាទូរស័ព្ទរបស់នាងគ្មានលេខអ្នកណាសោះគឺមានតែលេខប៉ានាងតែប៉ុណ្ណោះមិនត្រឹមតែប៉ុណ្្នឹងទេពេលដែលខ្ញុំឆែកមើលព័ត៌មាននៅក្នុងទូរស័ព្ទរបស់នាងហើយខ្ញុំក៏បានដឹងថានាងគឺជាមនុស្សឯកាគ្មានមិត្តភក្តិសូម្បីតែម្នាក់ចំណែកមនុស្សស្រីដែលមានឈ្មោះហេយ៉ងដែលម្ចាស់ទូរស័ព្ទនាងគិតថាជាមិត្តសម្លាញ់របស់នាងខ្ញុំមើលទៅគេមិនចាត់ទុកនាងជាមិត្តសម្លាញ់វិញនោះទេគេគ្រាន់តែរាប់អានម្ចាស់ទូរស័ព្ទដើម្បីប្រយោជន៍តែប៉ុណ្ណោះលោកឃីមលើបែបហ្នឹងគាត់ហួសចិត្តមែនទែនព្រោះកន្លងមកគាត់មិនដែលតាមដានពីទំនាក់ទំនងរបស់កូនស្រីគាត់ឡើយខណៈពេលហ្នឹងលោកខាងសងក៏បានចូលមកដល់ហើយយកកំភ្លើងជុំក្បាលលោកឃីមពីក្រោយដោយនិយាយថាលោកគឺជាអ្នកចំនួនលេខ66នៅទីនេះទេរួចសាច់រឿងក៏បានត្រឡប់ទៅការពីអតីតកាលឲ្យយើងបានដឹងថាពេលនោះលោកឃីមលួចក្បត់កូរ៉េខាងជើងហើយបន្លំខ្លួនចូលមកកូរ៉េខាងត្បូងកាលនោះមើលទៅលោកឃីមគ្មានសល់អ្វីទាំងអស់សូម្បីតែឈ្មោះខ្លួនឯងក៏គ្មានដែរមិនត្រឹមតែប៉ុណ្្នឹងទេក្រុមគ្រួសារនិងផ្ទះសម្បែងក៏គ្មានទៀនហើយកាលនោះលោកមេបញ្ជាការក៏បានណែនាំលោកផាក់ជីងសុននិងលោកឃីមឲ្យស្គាល់គ្នាជាលើកដំបូងដែរមិនត្រឹមតែប៉ុណ្្នឹងទេគាត់ថែមទាំងឲ្យពួកគេទាំងពីរនាក់ប្រយុទ្ធគ្នាព្រោះចង់ដឹងពីថ្មីដៃរបស់លោកឃីមមកមុនពេលចាប់ផ្ដើមលោកផាក់ជីងសុនក៏ប្រាប់លោកឃីមថាបើសិនជាឯងចង់មានជីវិតរស់នៅបន្តទៀតឯងក៏មិនធូរដៃឲ្យខ្ញុំអីឆាប់ដាក់ឲ្យខ្លាំងៗមកលោកឃីមក៏តបទៅវិញថាចង់មានជីវិតរស់នៅអញ្ចឹងណាខ្ញុំមិនចង់មានជីវិតរស់នៅបន្តទៀតនោះទេខ្ញុំគ្រាន់តែចង់រក្សាពាក្យសន្យាជាមួយមិត្តភក្តិខ្ញុំម្នាក់តែប៉ុណ្ណោះបន្ទាប់មកលោកផាក់ជីនសុនក៏សួរទៅកាន់លោកឃីមថាតើឯងឈ្មោះអីទៅលោកឃីមក៏តបថាខ្ញុំគឺលេខ73អូមិនមែនទេខ្ញុំច្រឡំគឺលេខ66សាច់រឿងរបស់យើងក៏ស្លេះតែប៉ុណ្្នឹងឯងយើងមិនដឹងថាតើលោកឃីមមានអត្ថកម្បាំងអ្វីទៀតឡើយបើចង់ដឹងថាអត្ថកម្បាំងរបស់លោកឃីមធ្វើជាយ៉ាងណាទៀតនោះសូមកុំភ្លេចមកតាមដានភាគក្រោយជាមួយនឹងអេដមីនទាំងអស់គ្នាណាជាចុងក្រោយអេដមីនសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែជួយគាំទ្រអេដមីនកន្លងមកអេដមីនសូមជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានសូមអរគុណសូមជម្រាបលា